ផ្នែកវិស័យកីឡាហ្នឹងគឺជាមនុស្សស្រីទៀតគឺរត់តែកម្លាំងចាមានទុនពីទៅសេបត់យូហ្គាទៅសេលើកសែតហ្នឹងហើយដែលធ្វើឲ្យយើងអភិវឌ្ឍខ្លះទៅជាអ្នកទៅសេព័ត៌មានសប្តាហ៍ថ្ងៃចាហើយវិធីសាស្ត្រធ្វើឲ្យយើងតាមដានហើយយកចិត្តទុកដាក់ជាពិសេសគឺអាការៈវិរុទ្ធអ្នកដែលចិត្តទៅសេកសែតចាហើយមួយទៀតនៅពេលដែលយើងចាប់ផ្ដើមទៅសេកសែតបានន័យថាយើងអត់ចិត្តទៅសេខ្លីៗទេចាយើងបានដឹងឃើញកសែតទេតពីតពណ៌ទីប្រមាណមកបើកមើលឲ្យខំនេះឡើងមកផ្ទាំងធំទៀតអញ្ចឹងនៅពេលដែលរៀងរាល់យើងទៅសេគំនិតរបស់យើងគឺច្រើនមែនទែននេះខ្ញុំបូសុគន្ធីនិងកញ្ញាសក្តិសូមគោរពនឹងជម្រាបសួរដល់លោកអំពូមីមីងលោកឪពុកអ្នកម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូយើងខ្ញុំទាំងនៅក្នុង Channel YouTube បូសុគន្ធីជាពិសេសគឺលោកអ្នកដែលកំពុងទស្សនានៅក្នុង Channel YouTube Alex Sport Talk ថ្ងៃនេះយើងជួបគ្នាជាជំនួបពិសេសចាព្រោះនារីកីឡាជួបជាមួយនឹងក្មេងវត្តមួយនៅលើសង្វៀនហើយមួយទៀតនៅមួយទៀតនៅកន្លែងលាងចានវត្តជាបងប្អូនទាំងអស់គ្នាឃើញមុខគាត់អាចនឹងមានអារម្មណ៍ថាដូចធ្លាប់ឃើញនៅណាអញ្ចឹងទៅបើសិនជាលោកអ្នកដែលស្រឡាញ់ឬក៏ចូលចិត្តខាងវិស័យកីឡាប្រកាសជាស្គាល់កញ្ញាសុកលៈដែលជាពិធីការិនីហើយក៏ជាអ្នកយកព័ត៌មានឆ្នើមនៅក្នុងទូរទស្សន៍ CNC ផងដែរចាដំបូងឡើយចង់សុំសួរថាសុខទុក្ខយ៉ាងណាដែរចាសុខទុក្ខគឺនិយាយទៅគ្រាន់តែឃើញមុខក៏ដឹងតាមរយៈជ្រួញនៅកតុយភ្នែកព្រោះមនុស្សដែលសប្បាយរីករាយគឺជ្រួញច្រើនចាចូលចិត្តសើចមែនតើខ្ញុំចង់ជួបគាត់តាំងពីជំនាន់ដែលខាងភិក្ខីសៀមហ្នឹងគេបើក SEA Games លើកទី33មកម្លេះចាប៉ុន្តែដោយសារតែម្លងពេលហ្នឹងគឺយើងមានរឿងរ៉ាវព្រំដែនផងហើយគាត់ជាប់រវល់ការងារនៅស្ថានីយ៍ទូទួលផងចាខ្ញុំជាប់រវល់ការងារនៅស្ថានីយ៍វត្តផងតែអញ្ចឹងទៅយើងអត់បានជួបគ្នាថ្ងៃនេះជាថ្ងៃពិសេសមួយដែលយើងណាត់គ្នាត្រូវហើយទីបំផុតយើងក៏បានមកជួបគ្នានៅក្បែរវត្តទៅចាខ្ញុំប្រងហៅគាត់ចូលវត្តចាពីព្រោះធម្មតាគាត់ពាក់អាវធំចូលនិយាយក្នុងស្ថានីយ៍ទូទួលអីវាថា4-10ឆ្នាំហើយបងប្អូនគ្នា3-10ឆ្នាំនៅនឹងទូទួលហើយ15ឆ្នាំនៅលើវិស័យផ្សព្វផ្សាយនៅលើ media នេះឃើញថាបាត់ពិសោធន៍ជោគជុំតែគាត់អត់ដែលទៅនិយាយក្នុងវត្តទេចាអញ្ចឹងខ្ញុំមានបំណងដឹកគាត់ទៅវត្តតែគាត់អត់ឲ្យយកទៅនិយាយដឹកគាត់ទៅវត្តដូចពេលណាអញ្ចឹងថាមកទៅដាក់មក show នៅវត្តក៏ថាអត់ទេតែឥឡូវអត់អីអញ្ចឹងមកក្បែរវត្តហើយយើងក៏ស្រស់ស្រួលគ្នាមកដល់ក្បែរវត្តអញ្ចឹងចង់ឲ្យលាក់ជួយណែនាំខ្លួនបន្តិចថាសុខណាតមកពីខាងណាខាងណាអីហូហែចាជាថ្មីម្ដងទៀតសូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់ដែលតែងតែតាមដានទស្សនានៅ Channel YouTube បូសុគន្ធីហើយក៏ដូចជា fan ថ្មីរបស់នាងខ្ញុំចាគឺនៅក្នុង Channel YouTube របស់ Alex Sport Talk មែនទែនទៅ Alex Sport Talk នេះគឺបានបង្កើតយូរហើយតែមនុស្សនោះដូចថារឿងអត់សូវសកម្មចាជួបថ្មីវត្តចាគេអ្នកទូហ៎តើជួបក្មេងវត្តអញ្ចឹងហើយ YouTube អត់តាន់ដើរទេតែជួបក្មេងវត្តតិចទៀតវីដេអូរហូតមែនចាឥឡូវហ្នឹងចាប់ផ្ដើមជំហានទី1អាចមានជំហានទី2ជំហានបន្តទៅទៀតចាជំហានទី10ហ៎អាចដល់ចាទី9បានហើយព្រោះគេថាវិជាគុណគេហាត់ទាំងភាគទី9ទៅដល់ទី10សក់សបែបវិជាគុណណាបែបវិជាគុណចាឥឡូវចង់ជម្រាបបកមកវិញមកកាន់កម្មវិធីរបស់យើងវិញសួរនឹងខ្ញុំថាមានស្រុកកំណើតនៅណាចាបាត់ដំបងដូចតែគ្នាហ្នឹងបាត់ដំបងដូចគ្នាអូលោកតាលោកយាយណាប្រមូលអ្នកបាត់ដំបងមកជួបគ្នាចាអ្នកបាត់ដំបងហើយអ្នកបាត់ដំបងខ្ញុំនៅម្ដុំក្រោយពេលធំអូខ្ញុំនៅក្រោយលោកតាដំបងកញូងអូអញ្ចឹងឃើញថាយើងក្រោយដូចគ្នាតែមកជំហានស្ទឹងម្នាក់តែទីបំផុតយើងបានមកជួបគ្នាក្បែរវត្តហើយចានិយាយជារួមគឺយើងយកគោលដៅរួមមួយវត្តចាវត្តក្រោយពេទ្យហើយនឹងក្រោយលោកតាឥឡូវមកជួបគ្នានៅវត្តឥឡូវចាប់ផ្ដើមគេថាសង្រួមចិត្តសង្រួមកាយត្រឡប់មកកាន់ប្រធានបទយើងនាថ្ងៃនេះលោកតាលោកយាយប្រកាសជាឆ្ងល់ហើយថាឥឡូវនេះបានជួបគ្នាពិធីការនេះទូទាស់ជាមួយនឹងចៅលោកតាលោកយាយនៅវត្តនេះថាតើយើងនឹងមកពិភាក្សាគ្នាអំពីរឿងអីរឿងទី1ហ្នឹងគឺចង់រំលឹកអំពីគុណូបការៈឬយើងហៅថាជាស្នាដៃឬគេដំណែលរបស់លោកគ្រូម៉ាសេរីដែលលោកគ្រូចែកឋានទៅអស់រយៈកាល9ឆ្នាំកន្លងទៅហើយខ្ញុំក៏ជា fan ម្នាក់របស់លោកគ្រូម៉ាសេរីប៉ុន្តែពុំដែលមានឱកាសបានជួបឬក៏សួរនាំទៅតែថ្ងៃនេះបានជួបជាមួយសុកលៈដែលគាត់ធ្វើការជាមួយលោកគ្រូអស់រយៈពេលជាច្រើនឆ្នាំហើយសុកលៈដឹងរឿងពីគាត់ច្រើនស្របពេលដែលគេដំណែលរបស់លោកគ្រូម៉ាសេរីคล้ายទៅជាប្រធានបទដែលធ្វើឲ្យភាគីថៃប្រកាសដាច់ផ្ងាតាំងពី SEA Games រហូតដល់ឥឡូវអញ្ចឹងយើងនឹងមកជជែកគ្នាអំពីរឿងនេះអញ្ចឹងហើយបានជាត្រូវការជួបគាត់មែនតើដូចប្រាប់លោកតាលោកយាយអញ្ចឹងថាចង់ជួបយូរហើយប៉ុន្តែ
ដេញពលាមិនបានសោះគាត់ទៅនេះខ្ញុំជាប់លៀងចានខ្ញុំជាប់លៀងចានគាត់ជាប់ទៅផ្សាយនៅទូទស្សន៍រពេលជួបគ្នាបានតែម្ល៉េះនេះដេញពលាត្រូវអញ្ចឹងថ្ងៃដែលជួបគ្នាដំបូងនេះសំណួរទី1ទៅកាន់សុកលក្ខចាំឆ្លើយពួកខ្ញុំមានសំណួរច្រើនទី1សុកលក្ខនៅបាត់ដំបងពីឆ្នាំណាខែណាពេលណាដែលដូរដេញមកធ្វើការនៅភ្នំពេញនេះនៅឆ្នាំ2010ចាចាប់ផ្ដើមឡើងមកកាន់រាជធានីភ្នំពេញតែម្ដងមកដំបងចូលធ្វើការនៅទូទស្សន៍តែម្ដងអត់ទាន់ទេកាលពីឆ្នាំ2010គឺឡើងមកដល់គឺធ្វើការនៅវិទ្យុកោះសន្តិភាពអញ្ចឹងផ្ដើមចេញពីខាងផ្សព្វផ្សាយវិទ្យុដែរចាជីវវិធីការងារនៅខាងវិទ្យុធ្វើប្រហែលឆ្នាំបានទៅដល់ខាងទូទស្សន៍នៅក្នុងឆ្នាំ2014បាទខ្ញុំចាប់ផ្ដើមទៅធ្វើនៅខាងទូរទស្សន៍វិញអញ្ចឹងបានន័យថាដំបូងឡើយគឺវិទ្យុបន្ទាប់មកទៀតខ្ញុំឈានជើងចូលក្នុងកាសែតចាអញ្ចឹងយើងទៅសេលើកាសែតហើយបាទយើងឈានទៅកាន់ទូរទស្សន៍វិញអញ្ចឹងដំណាក់កាល3ដំណាក់កាលដំបូងគាត់ផ្សាយនៅវិទ្យុ Color ចេញពីវិទ្យុ Color គាត់ចូលកាសែត Color ចារហូតបានចូលស្ថានីយទូរទស្សន៍ Color ចូលដំបូងនៅ CNC ហ្នឹងហ្មងសម្រាប់ទូរទស្សន៍ចាទូរទស្សន៍គឺយើងចេញពីវិទ្យុកោះហើយកសែតកោះបន្តមកចូលទូរទស្សន៍ CTN CNC នឹងតែម្ដងចាហើយអត់ទាន់បដូរទៅកាន់ស្ថានីយ៍ណាផ្សេងអីទៀតទេចាសម្រាប់ទូរទស្សន៍គឺអត់ទាន់ទេចានៅ Fix មួយបើរាប់មកតាំងពីពេលដែលមកដល់ឥឡូវ14ឆ្នាំហ្នឹងណាចាធ្វើការនៅទូរទស្សន៍ចាប៉ាកែខ្ញុំទៅសារអ្នកទូរទស្សន៍មួយគឺប៉ាកែថែរូបថែរៀងពីដើមដែលចូលមិនហោហែមកដូចយើងមើលគាត់រាល់ថ្ងៃនេះគាត់អត់ទៅណាចង់ទៅពេលខ្លះមានអារម្មណ៍ថាចេះហើយចុះមិនបានចាស់កាហ្វេអ្នកអានព័ត៌មានមកតែអូខេឡើងសូគេស្អាតខ្ញុំភ្លឹងហើយយើងមើលតាំងយើងក្មេងដល់យើងចាស់គាត់នៅអដែលតែប៉ុន្តែនៅក្រោយបាំងអីអត់ទេក្រោយឆាកដូចតែគ្នាទេក្រោយឆាកដូចគ្នាចឹងមានន័យថានៅក្នុងទូទស្សន៍ហ្នឹងមានអ្នកចាំជួយកែចាតាមពិតទៅបើនិយាយពីអញ្ចឹងនេះខ្ញុំចេញបន្តិចកាលពីមុនអត់ទាន់ធ្វើការទូរទស្សន៍ក៏អញ្ចឹងដូចគ្នាដែរមានឃើញពូម្នាក់ហ្នឹងគាត់ធ្វើនៅខាងទូរទស្សន៍បាយ័នណាខ្ញុំតាមដានគាត់តាំងពីខ្ញុំនៅក្មេងខ្ញុំអត់ទាន់ចូលប្រឡូកក្នុងវិស័យភាសាព័ត៌មានឃើញគាត់នៅតែប៉ុណ្្នឹងហើយរហូតមកដល់ឥឡូវវ័យកាន់តែច្រើនហើយឃើញគាត់នៅតែក្មេងដដែលអាហ្នឹងពិបាកជាងយើងទៀតចាគឺគាត់មានបច្ចេកទេសអីនៅក្នុងការរក្សាសម្រស់គាត់នៅស្អាតចាខ្ញុំសរសើរអ្នកធ្វើការខាង media ជាពិសេសអ្នកដែលបង្ហាញមុខនៅលើស្ថានីយទូរទស្សន៍ពួកគាត់ចំណុចហ្នឹងគឺត្រូវប៉ាកែហ្មងហើយមួយទៀតអិរិយាបថលោកតាលោកយាយទាំងអស់គ្នាដូចពួកខ្ញុំមកជួបគ្នាក្រៅផ្លូវការតាម YouTube តាមអីចឹងនិយាយលេងមួយគ្នាបាច់ខ្ចាយប៉ុន្តែដល់ពេលពួកគាត់នៅក្នុងស្ថានីយទូរទស្សន៍វិញចេញមកផ្លូវការហ្មងចាសូមគោរពជម្រាបសួរលោកនេះហើយប៉ាកែអង្គុយនោះពីខ្នងត្រង់ភ្លឹងហើយគាត់និយាយម្នាក់ឯងហ្នឹងទៅមួយកាមេរ៉ាមួយអីខ្ញុំសរសើរភាពច្បាស់ការដែលគាត់ផ្ដល់ព័ត៌មានមកណាខ្ញុំសរសើរហើយបើនិយាយពីរឿងការធ្វើការងារខាងផ្នែកទូរទស្សន៍វិញខ្ញុំជឿជាក់ថានឹងហត់នឿយច្រើនចាទាំងធ្វើការមួយភ្លើងកាមេរ៉ាសោនព័ត៌មានអីហោហាយគ្រប់យ៉ាងមែនតើលក្ខគាត់មិនមែនត្រឹមតែជាពិធីការងារអានព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ទេគាត់នៅចុះយកព័ត៌មានផ្ទាល់ទៀតចាប៉ាកែចេះដឹងសពគ្រប់ឥឡូវចង់សួរសុកលក្ខវិញម្ដងក្នុងចំណោមបើយើងនិយាយទៅនៅពេលដែលយើងចូលធ្វើការងារបម្រើការងារខាងវិស័យសារព័ត៌មានវាមានតួនាទីឬក៏មានផ្នែកច្រើនណាស់ឲ្យយើងរើសអញ្ចឹងសួរថាហេតុអីបានជាលក្ខស្រឡាញ់ឬក៏ចូលចិត្តទៅខាងផ្នែកវិស័យកីឡានេះចិត្តទុកឋាននេះគឺជាសំណួរមួយដែលនេះខ្ញុំក៏ចង់រាយរាប់ពីជីវប្រវត្តិបែបហ្នឹងដែរចាដំបូងឡើយបើនិយាយទៅខាងសរសេរអីក៏អត់សូវមានដងដែរអត់មានជំនាញតែម្ដងតែដូចបានបញ្ជាក់ជូនអញ្ចឹងគឺយើងផ្ដើមពីវិទ្យុឲ្យតែយើងចេះអានចេះស្រាវជ្រាវយើងចេះដូចថាដោះស្រាយឬមកក៏មានវោហារស័ព្ទគឺយើងបានហើយចាប៉ុន្តែនៅក្នុងកំឡុងពេលដែលក្នុងធ្វើការវិទ្យុហ្នឹងមានពូម្នាក់ហ្នឹងគឺគាត់បានថាគាត់ឃើញយើងរៀងមានភាពស្វាហាប់ជាងគេចាអញ្ចឹងគឺគាត់ហាក់ដូចជាចង់បរៀនប្រហាត់បបឹកយើងថាឲ្យឈានទៅចាប់យកអាជីពជាអ្នករសេមួយទៀតទៅចាអញ្ចឹងនៅពេលដែលនោះហើយគឺគាត់ចិត្តតែដេញយើងហោះចុះទៅសភានេះសភានោះហើយរសេមកហើយគិតថាអូជ្រុងមិនអីមិនចាប់ដើមដំបងពីណាអញ្ចឹងនៅពេលដែលយើងអានយើងអត់ខ្វល់យើងអានមកព័ត៌មានចេះតែដល់ពេលចាប់ដើមរសេពុបគេសួរថាធ្វើមិនបានខ្លះទៅជាព័ត៌មានមួយចាអញ្ចឹងវាមានអា W ទាំង5ហ្នឹងវាមិនតាំងពីនឹងមកហើយយើងចាប់ដើមចុះដោយខ្លួនឯងខ្ញុំចាំដំបងកាលហ្នឹងខ្ញុំទៅខេត្តបៃលិនទៅធ្វើពីបទយោការទៀតចាពីដំណាំតង្កែដែលយើងហៅថាមានបៃលិនហ្នឹងចាសបាត់យោកាជិះពីបាត់ដំបងទៅម្នាក់ឯងម៉ូតូចាជិះម៉ូតូទៅម្នាក់ឯងប៉ុន្តែទៅដល់កន្លែងភូមិជាវនោះក៏មានមិត្តភ័ក្តិម្នាក់ក៏ប៉ិតគាត់ពិធីការនីកីឡាប៉ុន្តែចាក់ដោយកីឡាករតែជំហានដំបូងឡើយគឺអត់ទាន់ពាក់ព័ន្ធមួយកីឡាធ្វើពីបទយោកាស្ដីពីតង្កែហ្នឹងអញ្ចឹងអាចថាជំហានដំបូងហ្នឹងដែលយើងមាន
គេហៅថាមានទុនចាមានទុនពីទៅសេបត់យោកាទៅសេលើកសែតហ្នឹងហើយដែលធ្វើឲ្យយើងអភិវឌ្ឍខ្លះទៅជាអ្នកទៅសេព័ត៌មានសប្តាហ៍ថ្ងៃចាប៉ុន្តែនាងខ្ញុំនៅតែមិនភ្លេចក៏ដូចជាកោតសរសើរសម្រាប់អ្នកដែលសរសេរកសែតគឺជាមនុស្សដែលប្រកែមែនទែនអូខ្ញុំទៅសារលោកគ្រូជើងចាស់ទាំងអស់គ្នាពីដើមយើងអត់សូវសម្បូរទូរទស្សន៍ឬក៏វិទ្យុប៉ុន្តែអានកសែតដាច់បាយដាច់ទឹកលាតមកហើយកសែតពីមុនមិនអានស្រួលដូចឥឡូវតទំព័រគ្នាយើងចប់ទេណាយើងអានមួយកលៈនេះហើយសូមបើកទៅទំព័រក2បើខ្វាច់ទៅរួយណាក2នេះណាតែគាត់មានគេហៅវិធីសាស្ត្រធ្វើឲ្យយើងតាមដានហើយយកចិត្តទុកដាក់ជាពិសេសគឺអក្ខរាវិរុទ្ធអ្នកដែលចិត្តសរសេរកសែតចាហើយមួយទៀតនៅពេលដែលយើងចាប់ផ្ដើមសរសេរកសែតបានន័យថាយើងអត់ចិត្តសរសេរខ្លីៗទេចាយើងបានដឹងឃើញកសែតទេតពីតពណ៌ទីប្រមាណមកបើកមើលឲ្យខំនេះឡើងមកផ្ទាំងធំទៀតអញ្ចឹងនៅពេលដែលរៀងរាល់យើងសរសេរគំនិតរបស់យើងគឺច្រើនមែនទែនចាអញ្ចឹងគឺក្នុងកំឡុងពេលហ្នឹងហើយដែលគាត់បណ្ដុះគំនិតយើងឲ្យចេះអញ្ចឹងចាបន្ទាប់មកទៀតក្នុងកំឡុងពេលហ្នឹងគឺកសែតកោះសន្តិភាពគាត់ខ្វះបុគ្គលិកចាពូម្នាក់ហ្នឹងគាត់ស្លាប់បាត់ទៅខាងផ្នែកកីឡាហ្នឹងដល់ពេលហើយខាងកីឡាក៏គេឃើញថាយើងដូចជាស្រឡាញ់ខាងហ្នឹងដែរហើយយើងកោះដូចគ្នាចិត្តយើងដូចអ្នកកីឡាចាវិទ្យុក៏កោះកសែតក៏កោះចាដល់ពេលហើយកាលហ្នឹងក៏ខាងគាត់ក៏ជំរុញខាងកសែតក៏ត្រូវការយើងក៏ចាប់ផ្ដើមរៀនសូត្រអញ្ចឹងគឺចាប់ផ្ដើមជំហានដំបូងគឺដើរទៅជាមួយមនុស្សប្រុសហ្នឹងចាពួកឯងខាងកីឡាកាលពីមុននិយាយជារួមទៅកម្រមានចាអាចថាម្នាក់ឯងដែរស្រីតែម្នាក់ឯងចុះដើរជាមួយគេគ្រប់គ្នាចាធ្លាប់មានអ្នកឆ្ងល់ធ្លាប់មានអ្នកសួរហើយធ្លាប់មានអ្នកសង្ស័យយើងថាយើងដល់ពេលចូលរួមប្រឡូកខាងវិស័យកីឡាទាំងអត់មានមនុស្សមិនមែនថាអត់មានទេបងប្អូនកម្រមានខ្ញុំសូមប្រើពាក្យហ្នឹងក្នុងវិស័យកីឡាកម្រប្រទេសកម្ពុជាយើងមកនិយាយរឿងភាពក្រតែភាពក្រនេះសម្រាប់ខាងវិស័យសារព័ត៌មានចឹងថាកម្រមានអ្នកសារព័ត៌មានស្រីនឹងជារឿងមួយចាកម្រមានអ្នកចោះយកបាត់យកការជាមនុស្សស្រីហ្នឹងជារឿង2ហើយរឹតតែកម្រពិធីការនីឬក៏ MC ឬអ្នកបម្រើការងារខាងផ្នែកវិស័យកីឡាហ្នឹងគឺជាមនុស្សស្រីទៀតគឺរឹតតែកម្រដល់ពេលយើងចោះច្រើនអីហូហាចឹងធ្លាប់មានអ្នកមកបំបាក់ទឹកចិត្តយើងប្រាប់ថាកុំឲ្យដើរអីហូហាចេះចោះទេមែនតើទៅការបំបាក់ទឹកចិត្តដូចអត់សូវមានទេចាពីព្រោះគេប្លែកដែរឃើញតែមកពីខាងណាហ្នឹងឥឡូវមានអ្នកកសែតស្រីណាចាចាប់ផ្ដើមអញ្ចឹងពួកអីតាំងពី2010យើងធ្វើការខាងវិទ្យុមែនតែក្នុងកំឡុងពេលហ្នឹងយើងចាប់ផ្ដើមហាត់ការដែរចាអញ្ចឹង2012គឺយើងប្រឡូកចំទៅលើការសរសេរព័ត៌មានកីឡាហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមធម្មតាយើងធ្វើការខាងផ្នែកកីឡាហើយជាពិសេសគឺយើងចុះ field ទៅខាងក្រៅគឺប្រៀបធៀបជាមួយនឹងវិទ្យុខុសគ្នាច្រើនដោយសារតែយើងចុះទៅខាងក្រៅកីឡាយើងដឹងស្រាប់ហើយបាល់ទាត់មានរយៈពេល90នាទីយើងទៅអង្គុយនៅកន្លែងតារាងបាល់ជាមួយគេជាមួយឯងហ្នឹងមានកាមេរ៉ាកាចាស់មួយហ្នឹងចាពេលបាល់ទាត់មកគិតចឹងទៅចាអត់ជួយចាប់ទេហើយមែនតើពេលក្នុងកំឡុងពេលហ្នឹងក៏សរសើរខ្លួនឯងដែរហេតុអីក៏ទៅបានទាំងដែលដំបូងឡើយយើងអត់ទាន់ចេះទៅសេប៉ុន្តែមែននៅពេលដែលយើងធ្វើដាក់កាសែតហ្នឹងមាន editor ពេលចាទៅសេទៅគឺត្រូវមាត់រាល់ថ្ងៃតែនេះហើយគឺយើងទទួលបានបទពិសោធន៍មួយដ៏ល្អដល់ការហ្នឹងបើយើងធម្មតាយើងអត់ដឹងយើងនិយាយឧទាហរណ៍ថាវិញ្ញាសាយើងថែមរោចាគាត់លុបចេញហ្មងគាត់ថាអត់មានរោទេចាវិញ្ញាសាអត់រោផ្ញើក៏អត់រោដែរចា